បាទសូមសួស្តីចូលមកដល់សប្តាហ៍ទី17ក្នុងឆ្នាំ2025នេះគឺពោពេញទៅដោយការប្រកាសខ្លួននៅទូរស័ព្ទថ្មីៗហើយមួយក្នុងចំណោមការប្រកាសទាំងអស់នេះក៏នាំឲ្យមានការចាប់អារម្មណ៍ខ្លាំងរហូតដល់មានការកើនឡើងលើកំពូលតារាងរបស់យើងផងដែរ Smartphone Motorola X60 Pro បានទទួលជ័យជំនះលេខ1នាំមុខ Samsung Galaxy A56 លេខ2ខណៈពេលដែល OnePlus 13T ទៅប្រកាសខ្លួនទទួលបានចំណាត់ថ្នាក់លេខ3ស្របពេលដែល Galaxy S25 Ultra អាចរក្សាតំណែងទី4របស់ខ្លួនទោះបីជាមានការប្រជែងខ្លាំងជាមួយ Smartphone ថ្មីៗក៏ដោយចូលមកដល់ចំណាត់ថ្នាក់លេខ5គឺ Redmi Turbo 4 Pro នាំមុខទូរស័ព្ទ Honor GT Pro ទទួលបានលេខ5ខណៈពេលដែល Vivo X200 Ultra មិនឆ្ងាយប៉ុន្មានក្នុងចំណាត់ថ្នាក់លេខ7ឈានមកដល់ចំណាត់ថ្នាក់ចុងក្រោយគេបង្អស់ទាំង3សម្រាប់សប្តាហ៍នេះវិញសុទ្ធសឹងតែជា Smartphone គឺ Poco X7 Pro ធ្លាក់មកដល់លេខ8ក្នុងសប្តាហ៍នេះរីឯ Apple 16 Pro Max ធ្លាក់មកដល់ចំណាត់ថ្នាក់លេខ9និងម្ចាស់ជើងឯកកាលពីសប្តាហ៍មុន Galaxy M56 បានបញ្ចប់ត្រឹមបាតតារាងសម្រាប់សប្តាហ៍ទី17នេះសូមអរគុណ